ជំរាបសួរបងបងទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំជាមួយនឹងគ្រឿងប្រតិកម្មទៀតដែរបងបងទាំងអស់គ្នាសម្រាប់គ្រឿងប្រតិកម្មរបស់យើងនេះកញ្ចប់តូចរបស់យើងមានប៉ុន្តែខ្លឹមខ្លាំងតែម្ដងព្រោះតូចរបស់យើងនេះគឺមកកញ្ចប់7ខាំបងបងទាំងអស់គ្នាមកកញ្ចប់7ខាំទម្ងន់ធ្ងន់ខ្លាំងលើសគេលើទីផ្សារអញ្ចឹងបងបងទាំងអស់គ្នាដែលទិញអវ៉ាន់ខាងម៉ាក់លីទៅបងបងដឹងហើយអវ៉ាន់តែបាយម៉ាក់លីលក់តាំងពីឆ្នាំ2019តាំងពីសម័យកូវីដដែលអ្នកលក់ភេសជ្ជៈលក់ពួករបស់ញ៉ាំតាមមុខតូបតាមអនឡាញអីរឿងពិបាកលក់ដោយសារតែសម័យកូវីដគឺគេខ្លាចឆ្លងមែនតើប៉ុន្តែអ្នកលក់គឺកកានមកតាំងពីសម័យកូវីដនឹងតែម្ដងដោយសារអ្នកដែលគាត់ស្គាល់ផ្ដើមពីការលក់នៅក្នុង account Facebook អញ្ចឹងអ្នកដែលគាត់ស្គាល់តាម account តាមអីគឺគាត់ដឹងថាអ្នកលក់ជាមនុស្សបែបណាធ្វើសម្អាតមិនអីចឹងរាល់អវ៉ាន់ដែលចេញពីអ្នកលក់ទៅគឺគាត់ជឿជាក់អញ្ចឹងអ្នកលក់កកានសាងគេឈ្មោះមកតាំងពីឆ្នាំ2019សម័យពងអាពេញកូវីដហ្នឹងគឺអ្នកលក់ចាប់ផ្ដើមលក់តាំងពីគេផ្ទុះកូវីដនឹងមកតែម្ដងហើយពីមុនគឺអ្នកលក់កកាត់ពីការធ្វើផ្អែមលក់បែបនេះនៅទូកាហ្វេរបស់អ្នកលក់នៅតូកាហ្វេរបស់អ្នកលក់ធ្វើលក់បែបឆ្អិនស្រាប់បែបហ្នឹងហើយក៏ចាប់ផ្ដើមបោះដុំឆ្អិនស្រាប់បែបហ្នឹងចាប់ផ្ដើមបោះដុំឲ្យបងប្អូនដែលនៅក្នុងខេត្តជាមួយគ្នាបន្តមកទៀតបានអ្នកដែលនៅដូចថាអ្នកនៅពេញអ្នកនៅអីក៏មិនអ្នកលក់នៅបាត់ដំបងឯណាបានចាប់ផ្ដើមអ្នកនៅពេញនៅអីគាត់ចាប់ផ្ដើមចង់បានជាមួយនឹងគ្រឿងផ្សំនេះយកទៅចម្អិនញ៉ាំខ្លួនឯងហើយអ្នកខ្លះក៏គាត់ទិញជាមួយទឹកឆ្អិនស្រាប់ដាក់ទៅតាមខេត្តផ្សេងៗដាក់ទៅពេញដាក់អីចឹងទៅអញ្ចឹងហើយទៅធ្វើឲ្យអ្នកលក់បែបកំណត់ក្នុងការផ្សំជាមួយនឹងគ្រឿងផ្សំលក់ដែលជារូបមន្តរបស់អ្នកលក់ផ្ទាល់ថាអ្នកលក់ធ្វើលក់បែបម៉េចដាក់គ្រឿងនេះប្រហែលក្រាមគ្រឿងនោះប្រហែលក្រាមទៅចេញជាពណ៌សម្បុរបែបនេះរូបរាងបែបនេះអញ្ចឹងណាអញ្ចឹងអ្នកលក់ចាប់តាមឆ្នៃធ្វើលក់មកតាំងពី2019ហ្នឹងបាត់ម៉ាកបាត់ logo ផ្ទះបាយម៉ាក់លីនឹងមកតាំងពី2019ហ្នឹងរហូតមកដល់បច្ចុប្បន្ន2026អញ្ចឹងអានេះគឺដើមកំណើតដែលអ្នកលក់កកាត់មកតាំងពីសម័យកូវីដហ្នឹងតែម្ដងអញ្ចឹងគ្រឿងផ្សំអ្នកដែលគាត់ធ្លាប់ទិញទៅគាត់ដឹងហើយថាគ្រឿងផ្សំខាងអ្នកលក់គឺមិនអញ្ចឹងណាបងបងទាំងអស់គ្នាបើអវ៉ាន់អត់មានគុណភាពអ្នកលក់អត់មានទំនួលខុសត្រូវអ្នកលក់អត់មានភាពស្មោះត្រង់គឺមិនអាចចូលជើងមកដល់ឥឡូវទេហើយរហូតដល់ឥឡូវនេះទីតាំងរបស់អ្នកលក់ផ្ទះរបស់អ្នកលក់តគឺនៅភ្នំពេញណាបងបងទាំងអស់គ្នាអ្នកលក់មកនៅភ្នំពេញតាំងពីឆ្នាំ2022អញ្ចឹងតាំងពីឆ្នាំ2022ហ្នឹងទៅគឺយើងបោះដុំច្រើនខ្លាំងបោះដុំធំជាមួយនឹងគ្រឿងប្រតិកម្មនេះរហូតមកកកាត់មករហូតដល់ឥឡូវ2026អញ្ចឹងបងបងទាំងអស់គ្នាដែលត្រូវការឬក៏ចង់សាកល្បងជាមួយនឹងគ្រឿងផ្សំបងអែនប្រតិកម្មខាងផ្ទះបាយម៉ាក់លីបងបងទាំងអស់គ្នាកុំភ្លេចសាកល្បងជាមួយនឹងកញ្ចប់នេះសិនណាបងបងទាំងអស់គ្នាសាកកញ្ចប់នេះសិនទៅមកកញ្ចប់នេះទម្ងន់7ខាំបងបងយកទៅដាក់ទឹកបានពី3ទៅ5លីត្រទៅតាមតម្រូវការដែលបងបងចង់ធ្វើខាប់ឬរាវហើយរឿងរសជាតិផ្អែមតិចឬផ្អែមខ្លាំងបងបងខ្លះក៏ទិញមកកញ្ចប់នឹងទៅក៏ដាក់ទឹកដល់6 7លីត្រដល់ហើយស្ករអីគាត់អត់ថែមទេពួកគាត់ញ៉ាំរឿងស្រាលបងបងខ្លះជាទូទៅហ្មងដាក់ទឹក4 5លីត្រស្ករនេះអត់ចាំបាច់ថែមទេបងបងណាអត់ចាំបាច់ថែមទៀតទេអានឹងស្តង់ដារដែលខ្ញុំភាគច្រើនទូទៅប៉ុន្តែមាត់មនុស្សយើងមិនអាចតម្រូវទៅតាមមាត់របស់យើងទាំងអស់ឲ្យដូចគ្នាញ៉ាំដូចគ្នាទាំងអស់អត់ទេបងបងគាត់ថានេះខ្ញុំនិយាយពីស្តង់ដារទូទៅភាគច្រើនណាដូចខ្ញុំធ្វើញ៉ាំអញ្ចឹងមកកញ្ចប់នេះខ្ញុំដាក់ទឹក4លីត្រ4លីត្រកន្លះ5លីត្រអីចឹងខ្ញុំដាក់ស្ករនឹងមកអស់ប៉ុណ្ណឹងទៅខ្ញុំញ៉ាំប៉ុណ្ណឹងល្មមអត់មានថែមថយអីទាំងអស់ថែមតែលឹកតែអ្នកទិញពីខ្ញុំទៅស្លឹកតែខ្ញុំមានថែមជូនទៀតចឹងបងបងអត់មានត្រូវការទៅទិញអីថែមទៀតទេចឹងបងបងទាំងអស់គ្នាណាដាក់ទឹកតែត្រឹម4លីត្រក៏បងបងច្រកបាន3 10នេះដែរបងបងណាដាក់ទឹកតែត្រឹម4លីត្របានច្រកបាន3 10នឹងដែរអញ្ចឹងបងបងធ្វើរៀងរៀងតិចបងបងដាក់ទឹកដល់5លីត្របងបងច្រកបាន5 6 10នេះបងបងទាំងអស់គ្នាអញ្ចឹងយកទៅធ្វើលក់ក៏ចំណេញធ្វើញ៉ាំក៏ចំណេញដែរអញ្ចឹងបងបងចង់សាកល្បងគ្រឿងផ្សំខាងតែបាយម៉ាក់លីឲ្យស្គាល់គុណភាពបងបងសាកកញ្ចប់នឹងសិនទៅមកកញ្ចប់នេះតម្លៃពេញ$4ណាប្រម៉ូសិនបងបងយក3កញ្ចប់នេះ3កញ្ចប់នឹងមុខខ្ញុំនេះណាបងបងទាំងអស់គ្នាចោះជូនសល់តែ$10ទេហ្វ្រីសេវាដឹកហ្វ្រីសបក10ឲ្យបងបង13លាក់ដៃស្រស់កណ្ដាស់វិធីធ្វើអីមានដាក់ជូនបងបងមកកាផ្លេអញ្ចឹងបងបងត្រូវការកំងត្រូវការសាកល្បងជាមួយនឹងអវ៉ាន់ខាងតែបាយម៉ាក់លីសាកល្បងនឹងជាមួយនឹងគុណភាពនិងរសជាតិខាងតែបាយម៉ាក់លីបងបងទាំងអស់គ្នាកុំភ្លេចសាកល្បងជាមួយនឹងប្រម៉ូសិន3កញ្ចប់10រៀលហ្វ្រីដឹកហ្វ្រី10 13នេះណាហើយបងបងយកច្រើនយើងមានតម្លៃដុំជូនអវ៉ាន់បោះដុំសម្រាប់មួយយកទៅលក់បន្តចង់បិទតែមបិទ logo របស់ម៉ាក់លីនឹងក៏បានអត់បិទក៏បានដែរបងបងយកទៅលក់បន្តតាមផ្សារតាមហាងតាមណាតាមអីគឺបានទាំងអស់ជាមួយនឹងគុណភាពអវ៉ាន់គឺធានាជូនវេចខ្ចប់ជូនបងបងថ្មីមួយថ្ងៃទល់មួយថ្ងៃឲ្យតែវេចខ្ចប់មួយថ្ងៃទល់មួយថ្ងៃនឹងដាក់ជូនភ្ញៀវគ្រប់ទៅគឺប៉ុនសម្រាប់អ្នកលក់ហើយព្រោះឥឡូវតម្លើងម៉ាស៊ីនដល់ទៅ2សម្រាប់ជួយវេចខ្ចប់ហ៎ប្រើបុគ្គលិកប្រើកម្លាំងមនុស្សគឺវេចខ្ចប់អត់ទាន់ទេអញ្ចឹងយើងតម្លើងម៉ាស៊ីនដាក់កម្លាំងពីចិនមករហូតដល់2គ្រឿងដើម្បីជួយក្នុងការវេចខ្ចប់ពលឿនការវេចខ្ចប់ដើម្បីឲ្យទាន់តម្រូវការអតិថិជនអញ្ចឹងសម្រាប់បងបងដែលត្រូវការណាគ្រឿងផ្សំប្រហែលប្រតិជាកម្មតែបាយម៉ាក់លី3កញ្ចប់$10ហ្វ្រីដឹកហ្វ្រី10 13 3កញ្ចប់នឹង7 គីឡូចាំបងបងទាំងអស់គ្នាអាចសាកល្បងជាមួយនឹងអវ៉ាន់ខាងខ្ញុំបានអត់ល្អអត់ថ្មីធំក្លិនអស់ដូរសងលុយជូន